ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នេះទេសានៅក្នុងវីដេអូនេះគឺខ្ញុំសូមលើកមកនិយាយទាក់ទងទៅលើរឿងមួយនោះគឺរឿងអាមេរិកផ្ដល់លុយទៅឲ្យសៀមចំនួន$100 លានហើយក៏បានផ្ដល់មកឲ្យកម្ពុជានៅក្នុងចំនួនមួយហើយមែនទេទៅគឺមានការលើកមកបង្ហាញអំពីទូរលេខជាច្រើនអញ្ចឹងខ្ញុំអត់អាចប្រាប់ទាក់ទងទៅលើករណីដែលអាមេរិកផ្ដល់លុយមកឲ្យកម្ពុជាប្រមាណនឹងទេក៏ប៉ុន្តែអ្វីដែលខ្ញុំនឹងលើកមកនិយាយគឺដោយសារតែមានការលើកមកជជែកវិនិច្ឆ័យគ្នាច្រើនទាក់ទងទៅលើការចោទទៅលើអាមេរិកថាលំអៀងដែលបានផ្ដល់ជាលុយយ៉ាងច្រើនទៅឲ្យប្រទេសសៀមហើយហាក់ដូចជាផ្ដល់មកឲ្យកម្ពុជានៅក្នុងចំនួនតិចជាងអញ្ចឹងសម្រាប់គំនិតនេះគឺជាគំនិតពីបងប្អូនប្រជាពលរដ្ឋខ្មែរយើងអញ្ចឹងខ្ញុំក៏ចង់លើកមកនិយាយទាក់ទងទៅលើរឿងនេះមួយចំនួនដែរជាគំនិតរបស់ខ្ញុំឯណាខ្ញុំសូមលើកមកជម្រាបជូនពុកម៉ែបងប្អូនប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនដែលយល់យ៉ាងណាគឺសូមពុកម៉ែបងប្អូនបន្តគិតទៅទៀតក៏ដូចជាជជែកវិនិច្ឆ័យខ្លួនឯងគិតពិចារណាឲ្យបានវិញឲ្យខ្លួនឯងអ្វីដែលខ្ញុំលើកមកនិយាយគឺគ្រាន់តែជាគំនិតរបស់ខ្ញុំអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងស្ដាប់អំពីអ្វីដែលជាការគិតរបស់ខ្ញុំសម្រាប់ខ្ញុំតាក់ទងទៅលើករណីដែលអាមេរិកផ្ដល់ជាទឹកប្រាក់រាប់លានដុល្លារទៅឲ្យសៀមនៅក្នុងចំនួនមួយជាក់លាក់ឬក៏ផ្ដល់ជាចំនួនមួយជាក់លាក់ទៀតមកឲ្យប្រទេសកម្ពុជាខ្ញុំគិតថាវាមិនមែនជារឿងមួយដ៏សំខាន់ខ្លាំងណាស់ណានោះទេគឺរឿងនេះគឺវាមានចំណុចច្រើនដែលយើងអាចយកមកគិតទី1គឺខ្ញុំចង់ឲ្យពុកម៉ែបងប្អូនគិតតាក់ទងទៅលើករណីម្ចាស់លុយអញ្ចឹងតាក់ទងទៅលើករណីម្ចាស់លុយជាអាមេរិកគឺគេមានសិទ្ធិនៅក្នុងការផ្ដល់ជំនួយទៅដល់ប្រទេសមួយទៅតាមទំនាក់ទំនងទៅតាមផលប្រយោជន៍របស់ពួកគេឬក៏តាមការគិតរបស់ពួកគេអញ្ចឹងពុកម៉ែបងប្អូនអត់អាចចោទប្រកាន់ទៅអាមេរិកថាគេមិនល្អនោះទេដែលផ្ដល់ជំនួយទៅដល់ប្រទេសសៀមច្រើនជាងអញ្ចឹងនេះគឺជាចំណុចទី1ដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនយកមកគិតហើយនឹងធ្វើការកំណត់ឲ្យខ្លួនឯងថាវាខុសហើយនឹងត្រូវទី2គឺតាក់ទងទៅលើព័ត៌មានពេលខ្លះព័ត៌មានដែលជាការបង្ហោះផ្សាយអំពីចំនួនទឹកប្រាក់ដែលអាមេរិកផ្ដល់ទៅឲ្យប្រទេសសៀមគឺយើងទទួលបានតាមរយៈការបង្ហោះផ្សាយចេញពីប្រទេសសៀមទេអញ្ចឹងនៅពេលដែលប្រទេសសៀមព្យាយាមនៅក្នុងការលើកខ្លួនឯងធ្វើជាតួឯងអញ្ចឹងជាទូទៅគឺមានទូរលេខជាច្រើនដែលពួកគេអាចធ្វើបានដើម្បីធ្វើការបង្ហោះផ្សាយជាការពិតមានការបង្ហោះផ្សាយចេញពីប្រទេសសៀមថាអាមេរិកផ្ដល់ទឹកប្រាក់ឲ្យគេ$100 លានក៏ប៉ុន្តែនៅក្នុងចំនួននេះគឺពុកម៉ែបងប្អូនត្រូវតែគិតឲ្យបានច្បាស់ថាតើនៅក្នុងចំនួនទឹកប្រាក់$100 លាននេះតើមានប្រាក់អ្វីខ្លះដែលបានចូលរួមនៅក្នុងចំនួននេះពីព្រោះតែជាទូទៅគឺគេដឹងថាអាមេរិកផ្ដល់$45 លានមកឲ្យភាគីកម្ពុជាជាមួយនឹងសៀមអញ្ចឹងការដែលសៀមបង្ហោះថា$100 លានតើវាជាចំនួនមួយដែលជាចំនួនដែលអាមេរិកប្រកាសថានឹងផ្ដល់ឲ្យភាគីទាំងពីរឬក៏យ៉ាងណាជួនកាលការពិតទៅគឺអាមេរិកមិនបានផ្ដល់$100 លានមួយផ្នែកនឹងទេក៏ប៉ុន្តែគឺមានចំនួនខ្លះគឺជាចំនួនទឹកប្រាក់ដែលផ្ដល់ឲ្យភាគីទាំងពីរក៏ប៉ុន្តែសៀមដោយសារតែខ្លាចតែជាចរិតតួឯងទៅហើយពួកគេក៏បានយកទឹកប្រាក់នេះបូករួមជាមួយនឹងទឹកប្រាក់មួយចំនួនទៀតដែលអាមេរិកផ្ដល់ឲ្យគេបូកសរុបគ្នាលើកថា$100 លានទាំងដែលតាពិតគឺវាអត់មានប៉ុណ្្នឹងទេការដែលលើកមកបង្ហោះផ្សាយបែបនេះគឺពួកគេចង់ឲ្យប្រជាពលរដ្ឋពួកគេដឹងថាគឺអាមេរិកគ្រប់គ្រងទៅលើពួកគេផ្ដល់ទឹកប្រាក់ឲ្យគេនៅក្នុងការចាត់ការទៅលើរឿងចំនួនព្រំដែនរវាងកម្ពុជាជាមួយនឹងសៀមឬក៏ពួកគេបង្ហោះផ្សាយបែបនេះក៏ជាការបញ្ចេញឲ្យប្រជាពលរដ្ឋកម្ពុជាឃើញហាក់ដូចជាមានអារម្មណ៍ស្អប់ទៅលើអាមេរិកមិនសប្បាយចិត្តជាមួយនឹងអាមេរិកឬក៏ពួកគេបង្ហោះផ្សាយបែបនេះជាលក្ខណៈញុះញង់មួយក៏ថាបានដែរអញ្ចឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនក្តាប់នៅព័ត៌មាននៅត្រង់ចំនួនទឹកប្រាក់នេះឲ្យបានជាក់លាក់ជៀសវាងស្ដាប់នៅព័ត៌មានពីសៀមមកក៏បង្កើតជាការខឹងសម្បារចំពោះអាមេរិកទី3ជាចំណុចសំខាន់មួយដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនត្រូវតែគិតចាប់ពីពេលនេះទៅហើយក៏ផ្ដាំតកូនតចៅគឺពុកម៉ែបងប្អូនកុំព្យាយាមនៅក្នុងការប្រើទម្លាប់ចង់បានជំនួយពីប្រទេសគេវាជាការពិតហើយកម្ពុជាយើងគឺទទួលបានជំនួយពីក្រៅប្រទេសមកឬក៏មនុស្សម្នាក់ចង់បានជំនួយរហូតคล้ายទៅជាទម្លាប់ទៅហើយទម្លាប់រហូតដល់ពេលដែលគេមិនផ្ដល់ជំនួយឲ្យបែរជាចោទម្នាក់នោះថាជាមនុស្សមិនល្អវាហាក់ដូចជាអាមេរិកក៏ដូចគ្នាដែរនៅក្នុងករណីដែលយើងធ្លាប់តែទទួលជំនួយពីគេហើយនៅពេលមួយដែលគេផ្ដល់ជំនួយឲ្យយើងតិចពួកយើងបែរជាចោទប្រកាន់គេថាជាមនុស្សមិនល្អជាប្រទេសមួយដែលមិនល្អលំអៀងទៅលើប្រទេសសៀមអញ្ចឹងនៅពេលនេះសម្រាប់យើងទាំងអស់គ្នា
គឺគួរតែបដូរនៅគំនិតដែលរងចាំជំនួយពីពួកគេទៅពួកយើងគួរតែបដូរគំនិតមកអភិវឌ្ឍខ្លួនយើងវិញនៅពេលនេះអ្វីដែលយើងគួរគិតគឺគិតរឿងករណីដែលកំពុងតែផ្ទុះខ្លាំងគឺរឿងអ្នកគ្រូយកសៀវភៅសិស្សទៅចោលនេះគឺជារឿងសំខាន់មួយដែលយើងត្រូវតែយកមកគិតហើយនឹងត្រូវយកមកកែប្រែជាដាច់ខាតករណីដែលអ្នកគ្រូយកសៀវភៅយកទៅចោលគឺដោយសារតែសិស្សរបស់គាត់ពុំបានគោរពនៅកាតព្វកិច្ចឬក៏មិនបានប្រឹងប្រែងរៀនសូត្រអញ្ចឹងវាបង្ហាញថាយុវជនរបស់យើងមិនទាំងអស់ទេមានភាគច្រើនកំពុងតែកាន់ទូរស័ព្ទហើយកំពុងតែមិនបានគោរពទៅលើទូនីតិកាតព្វកិច្ចក៏មិនបានខិតខំអភិវឌ្ឍខ្លួនដែរនេះគឺជារឿងដែលយើងត្រូវតែព្រួយបារម្ភជាងគេយុវជនរបស់យើងបើស្ថិតនៅក្នុងកលៈទេសៈដែលសៀមបានបំពេញមើលងាយយើងប៉ុណ្ណឹងហើយបើយុវជនយើងនៅតែបន្តធ្វើចរិតបែបធម្មតាទៀតឬក៏ប្រសិនបើយើងទាំងអស់គ្នានៅតែព្យាយាមគិតបែបធម្មតាទេនៅតែគិតរឿងជំនួយចង់បានជំនួយទៀតនោះទើបខ្ញុំគិតថាវាគឺជារឿងមួយដែលគួរឲ្យយើងព្រួយបារម្ភគឺខ្ញុំចង់និយាយថារឿងជំនួយពីអាមេរិកចំនួនប៉ុន្មានខ្ញុំគិតថាយើងមិនគួរយកមកគិតជជែកវែកញែកនិងបន្ទោសអ្នកណាទេក៏ប៉ុន្តែរឿងដែលយើងត្រូវយកមកគិតគឺរឿងគំនិតរបស់យើងទាំងអស់គ្នាចាប់តាំងពីយុវជនរហូតដល់មនុស្សចាស់ពីព្រោះតែយើងធ្លាប់និយាយថាមានតែយើងខ្លាំងទេទើបគេជួយក៏ប៉ុន្តែនៅពេលដែលបានជំនួយតិចបែរជាខឹងជាមួយគេអញ្ចឹងហើយបានជាខ្ញុំលើកយករឿងនេះមកនិយាយអញ្ចឹងខ្ញុំសូមសរុបម្ដងទៀតណាពុកម៉ែបងប្អូនតាមគំនិតរបស់ខ្ញុំរឿងជំនួយពីអាមេរិកចំនួនប៉ុន្មានឲ្យសៀមហើយនឹងចំនួនប៉ុន្មានមកឲ្យកម្ពុជាវាគឺជារឿងមួយរបស់រដ្ឋាភិបាលនៅក្នុងការចរចាក៏ដូចជាយកថវិកានោះមកប្រើប្រាស់រឿងនេះគឺយើងមិនត្រូវធ្វើការជជែកវែកញែកនិងបន្ទោសអាមេរិកទេហើយយើងក៏មិនត្រូវព្រួយបារម្ភដែររឿងដែលយើងត្រូវព្រួយបារម្ភគឺគំនិតរបស់យើងដែលនៅតែព្យាយាមចង់បានជំនួយពីគេមិនព្រមអភិវឌ្ឍខ្លួនយើងជាពិសេសគឺតាក់ទងទៅលើយុវជនដែលមិនខំប្រឹងប្រែងរៀនសូត្រអញ្ចឹងបើសិនបើយើងអត់បដូរគំនិតមិនប្រឹងប្រែងរៀនសូត្រតាំងពីពេលនេះទេទៅមុខទៀតគឺវាកាន់តែពិបាកនេះគឺជាអ្វីដែលខ្ញុំចង់លើកមកនិយាយសម្រាប់ពុកម៉ែបងប្អូនដែលមានអ្វីចង់បន្ថែមក៏អាចលើកមកនិយាយបានផងដែរនេះគឺជាវេទិកាសេរីដែលយើងអាចលើកមកនិយាយវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយ